ក្រុមអូទីមហូធីបានប្រកាសបន្តការហាម5លើនាវាអ៊ីស្រាអែលកុំឲ្យឆ្លងកាត់សមុទ្រក្រហមនិងអារ៉ាប់ជាការប្រកាសក្រោយពេលប៉ុន្មានថ្ងៃដែលក្រុមប្រដាប់អាវុធទាំងនេះបាននិយាយថានឹងបន្តការវាយប្រហារឡើងវិញប្រសិនបើគ្មានជំនួយដល់ហ្គាហ្សាក្នុងរយៈពេលឆាប់ៗនេះទេពួកហូធីដែលគ្រប់គ្រងភាគច្រើននៃប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់បានបាញ់យន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចជាច្រើនគ្រាប់ទៅលើការដឹកជញ្ជូនលើសមុទ្រដែលភ្ជាប់ជាមួយអ៊ីស្រាអែលនិងការដឹកជញ្ជូនផ្សេងៗទៀតនៅក្នុងសមុទ្រក្រហមនៅក្នុងកំឡុងសង្គ្រាមហ្គាហ្សារហូតដល់មានការអំពាវនាវឲ្យបញ្ឈប់ក្រោយពេលដែលបទចុបាញ់បានចាប់ផ្ដើមចូលជាធរមាននៅក្នុងខែមករាកាលពីថ្ងៃអាទិត្យប្រទេសអ៊ីស្រាអែលបានប្រកាសថាខ្លួនកំពុងរារាំងការដឹកជញ្ជូនទៅកាន់តំបន់ហ្គាហ្សារហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ដើម្បីដាក់សម្ពាធឲ្យទទួលយកលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបន្តបទឈប់បាញ់សហរដ្ឋអាមេរិកថ្មីនេះបានកំណត់ក្រុមអូទីមហូធីនៅប្រទេសយេម៉ែនជាអង្គការភេរវកបរទេសឡើងវិញនិងដាក់ទណ្ឌកម្មលើអិសរាជជនជាន់ខ្ពស់ចំនួន7នាក់របស់